កូនទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាទៀតហើយជាមួយនឹងសៀវភៅភាសាខ្មែរថ្នាក់ទី1មេរៀនទី28ភ្ជញ្ជាអ្នកលោនិងភ្ជញ្ជាអ្នកវោឬក៏អក្សរលោនិងអក្សរវោនៅក្នុងទំព័រទី36ចាកូនសង្កេតមើលសញ្ញាព្រួយនៃគ្រូទំព័រទី36ចាឥឡូវនេះដើម្បីកុំឲ្យកូនខាតពេលកូនមកមើលការប្រកបភ្ជញ្ជាអ្នកលោនិងភ្ជញ្ជាអ្នកវោជាមួយនឹងស្រៈនិស្ស័យទាំងអស់គ្នាអញ្ចឹងចាប់ផ្ដើមអំពីភ្ជញ្ជាអ្នកលោមុនគេចាអញ្ចឹងមុននឹងឈានចូលដល់ការអានកូនកុំភ្លេចជួយចុច like ចុច subscribe ក៏ដូចចុច share ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់អ្នកគ្រូនៅក្នុងការធ្វើคลิปវីដេអូបន្តទៀតចាអញ្ចឹងកូនមើលសញ្ញាប្រូអ្នកគ្រូហើយបញ្ចេញសំឡេងតាមអ្នកគ្រូទាំងអស់គ្នាលោអ៊ីលាចាអញ្ចឹងនេះជាស្រៈអាមែនប៉ុន្តែលោជាភ្ជញ្ជាអ្នកពូអូនៅពេលជួបស្រៈអាយើងអត់អានថាឡាទេយើងអានថាលាលោអ៊ីលីលោអ៊ីលីលោអ៊ឺលឺលោអ៊ឺលឺលោអ៊ូលូលោអ៊ូលូលោអ៊ូលូលោអឺលើលោអ៊ឺលឺលោអ៊ីលាចាចូលដល់វោម្ដងវោអេវេវោអេវ៉ាវោអីវៃវោអូវោវោអឺវើវោអ៊ុំវុំវោអ៊ុំវុំវោអ៊ឺមវឺមវោអះវះវោអ៊ូវូវោអះវះវោអ៊ូវោលោអ៊ីលីអញ្ចឹងពាក្យថាលីនេះគឺយើងដាក់ឲ្យលើស្មាទៅដូចជាលីស្រូវលីអង្គលីចបដាក់លើស្មាយើងហៅថាលីលោអ៊ូលូចាលូនេះគឺជាលូដែលយើងសម្រាប់បង្ហូរទឹកយើងតចូលគ្នាទៅសម្រាប់បង្ហូរទឹកក៏ដូចជាធ្វើស្ពានធ្វើអីចឹងណាបន្តទៀតលោអឺលើពាក្យលើនឹងឧទាហរណ៍ថាលើផ្ទះលើចានលើសៀវភៅលោអីលៃពាក្យថាលៃនេះគឺពាក្យប៉ាន់ប្រមាណប៉ាន់ស្មានលោអះលះវោអ៊ីវីវោអីវៃចាចូលដល់ពាក្យនេះម្ដងរោលោអ៊ុំលុំរលុំសសភ្លើងរលុំលោអ៊ុំលុំហអែហែលុំហែលោអ៊ុំលុំណូអឺនៅលុំនៅវោអ៊ីវិថអីថៃវិថៃវិថៃមានន័យថាផ្លូវចាវោអេវេលោអេលាវេលាណូអ៊ីនីវោអ៊ីវីនីវីតូអ៊ីទីលោអ៊ុំលុំណូអឺនៅទីលុំនៅចានេះជាប្រយោគម្ដងណូអ៊ីនីរ៉ូអ៊ីរីយើងអានថានារីនារីរោវោអីវៃរោវៃរោវៃអដាក់ស្រៈអមបដាក់ស្រៈអោះអំបោះអំបោះនារីរោវៃអំបោះនារីរោវៃអំបោះចាយើងអាចសង្កេតមើលរូបបាននេះគឺនារីរោវៃអំបោះប្រយោគបន្តទៀតពោអ៊ូពូឈោអ៊ុំឈុំលោអ៊ីលីពូឈុំលីឈោអឺឈើឈើពូឈុំលីឈើចាក្នុងរូបនេះមានអត់ចាមាននេះគឺពូឈុំលីឈើលីឈើនេះគឺដាក់ឈើនៅលើស្មាហៅថាលីឈើពោអ៊ូពូវោអ៊ីវីពូវីចអោះចោះពោអ៊ីពីនេះបើសិនជាមានរោគឺជាចំនួន2តែបើអត់រោទេគឺពីនេះទៅនោះពីកន្លែងមួយទៅកន្លែងមួយលោអឺលើណូអ៊ីនីវោអ៊ីវីនីវីពូវីចុះពីលើនីវីពូវីចុះពីលើនីវីចាអញ្ចឹងសង្កេតមើលរូបនេះគឺជារូបលូនេះដូចអ្នកគ្រូអធិប្បាយពីលើមកអញ្ចឹងគឺយើងតគ្នាជាច្រើនដើម្បីបង្ហូរទឹកឲ្យវាហូរដាក់ក្រោមស្ពានដាក់ក្រោមឲ្យទឹកហូរអញ្ចឹងណាចាលោអ៊ូលូរូបទី2ណូអ៊ីនីវោអ៊ីវីនីវីពេលខ្លះ
ពេលខ្លះយើងច្រឡំពាក្យថាកាណូតហើយនឹងនាវាចានាវាគឺធំជាងកាណូតរូបទី3 lô y lý chô ơ chơ ly chơ ly chơ ចាអញ្ចឹងក្នុងមេរៀនហ្នឹងអត់មានលំហាត់ទេអញ្ចឹងកូនអាចនៅពេលដែលកូនទៅសាលារៀនកូនអាចឆ្លៀតពេលមុននឹងទៅសាលារៀនអាចអានក៏ដូចជាមកពីសាលារៀនអាចស្ដាប់វីដេអូនៃគ្រូហើយរៀនអានតាមផងដែរអញ្ចឹងគ្រូបញ្ជាក់មេរៀនទី28ជួយជាអ្នកលោជួយជាអ្នកវោទំព័រទី35 6ចាអញ្ចឹងអរគុណច្រើនជួបគ្នានៅក្នុងคลิปវីដេអូក្រោយទៀតបាយបាយ